ទស្សនិកជនជាទីមេត្រីនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកកការងារអប់រំកំពុងផ្លាស់ប្ដូរជាបណ្ដាអាស្រ័យលើការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋនិងភូមិភាគពីបណ្ដាសាលាជនជាតិអន្តេវាសិកបានថែទាំគ្រប់ជ្រុងជ្រោយរហូតដល់ថ្នាក់រៀនកម្រិតបឋមសិក្សាមួយថ្ងៃកាន់តែបានវិនិយោគយ៉ាងល្អប្រសើរដំណើរនៃការបន្តក្តីសុបិនរបស់សិស្សានុសិស្សជនជាតិភាគតិចកំពុងបានអនុវត្តយ៉ាងរឹងមាំនិងមានប្រសិទ្ធភាពក្នុងកម្មវិធីថ្ងៃនេះសូមអញ្ជើញទស្សនិកជនរួមតាមដានបទយូហ្គាក៏សម្គាល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពបង្រៀននិងរៀននៅឃុំថៃអាំងហុយក្នុងបណ្ដាភូមិស្រុកមានជនរួមជាតិខ្មែររស់នៅកកបណ្ដាសាលាជនជាតិអន្តេវាសិកបានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់សិស្សជនជាតិភាគតិចមិនត្រឹមជាកន្លែងសិក្សាប៉ុណ្ណោះទេប៉ុន្តែនេះនៅទាំងជាផ្ទះរួមជាកន្លែងប្អូនៗទទួលបានការថែទាំគ្រប់ជ្រុងជ្រោយនិងការចិញ្ចឹមបីបាច់ក្តីសុបិនបើកជិញអនាគតសម្រាប់ប្អូនៗនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសិតបរិវេណសាលាធំស្រឡះបៃតងដោយមានថ្នាក់រៀនអន្តេវាសិកដ្ឋានទីធ្លាកីឡាបានវិនិយោគយ៉ាងល្អបរិយាកាសសិក្សាកាន់តែបានលើកកម្ពស់បានបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សស្ងប់ចិត្តរៀនសូត្រនៅខាងក្នុងថ្នាក់រៀនបរិយាកាសសិក្សាប្រព្រឹត្តឡើងយ៉ាងម៉ឺងម៉ាត់ប៉ុន្តែពោរពេញដោយភាពរស់រវើកប្អូនយកចិត្តទុកដាក់ស្ដាប់ហ៊ានឡើងឆ្លើយសំណួរគ្រូបង្រៀនតាំងពីនោះលើកកម្ពស់សមត្ថភាពការគិតនិងទំនាក់ទំនងរបស់ប្អូនបងរៀននៅកន្លែងហ្នឹងមែនលោកគ្រូឲ្យហប់នឹងកន្លែងរស់នៅដេកឡាបានល្អណាស់ញ៉ាអូនខិតខំប្រឹងប្រែងរៀនសូត្ររាល់ថ្ងៃចែកជីងម៉ោងរៀនម៉ោងលេងអូនមិនធ្វើឲ្យអ្នកគ្រូលោកគ្រូឲ្យពុកម្ដាយខកចិត្តទេចាក់ចេញពីថ្នាក់រៀននៅបណ្ណាល័យរបស់សាលាប្អូនសិស្សកំពុងអានសៀវភៅយ៉ាងជក់ចិត្តបរិយាកាសស្ងប់ស្ងាត់សៀវភៅច្រើនសម្បូរបែបបានក្លាយជាកន្លែងសម្រាប់ប្អូនស្វែងរកចំណេះដឹងទម្លាប់អានសៀវភៅបានបង្កើតជាបណ្ដារួមចំណែកចិញ្ចឹមក្តីចំណង់ចំណូលចិត្តក្នុងការរៀនសូត្រនិងពង្រីកការយល់ដឹងរបស់ប្អូនទន្ទឹមនឹងការសិក្សាការរស់នៅរបស់សិស្សក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ផងដែរនៅតំបន់ផ្ទះបាយសមូហភាពមីងទទួលបន្ទុកផ្ដល់អាហារតែងមមាញឹករៀបចំអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់បំពេញប្អូនសិស្សអាហារមួយចំណែកបានកែច្នៃធានាអនាម័យនិងមានរសជាតិឆ្ងាញ់បណ្ដាអាហារកក់ក្ដៅទាំងនេះមិនត្រឹមជួយធានាសុខភាពឲ្យសិស្សប៉ុណ្ណោះទេថែមទាំងជួយបំបត្តិការនឹកផ្ទះបន្តកម្លាំងចលករដើម្បីប្អូនស្ងប់ចិត្តសិក្សាចាបានរៀនសូត្រនឹងសាលាថាគូនឃើញលោកគ្រូបានយកចិត្តទុកដាក់ឲ្យបងប្អូនចាមិនការហូបចុកកន្លែងនោះlàបងឃើញគឺល្អឲ្យនឹងកុមារយើងរស់នៅក្នុងនឹងបានម៉េចទៅច្រើនហើយតែមែនណាnhà nướcគេឡឲ្យចាំសោះឲ្យយើងចាមានសប្បាយតែនោះនឹងlàមុតភ័ក្រយើងដៃយើងច្រើនយើងមានthời gianយកពេលវេលាដូរមេរៀនជួយឲ្យបងអូនរៀនបានល្អជាងមិនchế độ chính sách cho học sinh nội trú thì អំពីរបបគោលនយោបាយសម្រាប់សិស្សអន្តេវាសិកគឺបច្ចុប្បន្នប្អូនកំពុងទទួលផលប្រយោជន៍អនុក្រឹត្យលេខ66របស់រដ្ឋាភិបាលនិងគោលនយោបាយជាក់ស្ដែងមួយចំនួនអាចនិយាយថាពេលចូលរៀននៅទីនេះគឺប្អូនបានលើកលែងកម្រៃសិក្សាទាំងស្រុងហើយបានទទួលអាហារូបករណ៍ប្រចាំខែស្មើនឹង 80% ប្រាក់ខែកូនក្រៅពីនេះប្អូននៅទាំងបានប្រដាប់សម្ភារៈផ្ទាល់ខ្លួនពេលចូលថ្នាក់ទី6សម្ភារៈបម្រើសិក្សាដូចជាឧបករណ៍សៀវភៅនិងឯកសណ្ឋានទន្ទឹមនឹងនោះប្អូនណាមានស្នាដៃសិក្សាពូកែឆ្នើមគឺប្អូននឹងទទួលបានប្រាក់រង្វាន់បន្ថែមគឺពី600 ប៉ុនដុំដល់800 ប៉ុនដុំក្នុងសិស្សម្នាក់ 800.000 đồng cho mỗi học sinh
មិនត្រឹមផ្ដោតសំខាន់លើការសិក្សាសាលានៅទាំងយកចិត្តទុកដាក់ដល់ការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិសម្រាប់សិស្សានុសិស្សក្នុងម៉ោងជិញលេងទីធ្លាសាលាមានភាពអ៊ូអរជាងជាមួយចង្វាក់រាំប្រពៃណីខ្មែរដកទន់ភ្លន់និងរស់រវើកជំហានឈានយ៉ាងស្មើកាយវិការទន់ភ្លន់មិនត្រឹមតែនាំមកក្តីរីករាយប៉ុណ្ណោះទេថែមទាំងជួយប្អូនៗយល់កាន់តែច្បាស់អំពីតម្លៃវប្បធម៌របស់ជនជាតិខ្លួនផងទៀត do trường phổ thông dân tộc nội trú tập trung ដោយសារសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកប្រមូលផ្ដុំសិស្សជាជនជាតិខ្មែរហេតុដូច្នេះយើងខ្ញុំតែងយកចិត្តទុកដាក់ក្នុងការថែរក្សាអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិជារៀងរាល់ឆ្នាំយើងខ្ញុំតែងមានផែនការចាត់តាំងសកម្មភាពវប្បធម៌សិល្បៈឲ្យបងប្អូនជាពិសេសក្នុងឱកាសពិធីបុណ្យធំៗក្នុងឆ្នាំរបស់ជនរួមជាតិខ្មែរគឺយើងខ្ញុំតែងចាត់តាំងសកម្មភាពស្វាគមន៍ពិធីបុណ្យសិនដូនតាបុណ្យចូលឆ្នាំថ្មីបុណ្យអុំទូកចាត់តាំងសកម្មភាពប្រឡងសិល្បៈប្រឡងរាំចង្វាក់រាំប្រពៃណីរបស់ជនរួមជាតិខ្មែរជាប្រចាំ của đồng bào dân tộc Khmer ពីបរិស្ថានបានថែទាំគ្រប់ជ្រុងជ្រោយនៅសាលាជនជាតិអន្តេវាសិកការយកចិត្តទុកដាក់នេះនៅបានបន្តដល់ថ្នាក់សិក្សាមូលដ្ឋានជាពិសេសគឺថ្នាក់បឋមសិក្សាកន្លែងចាក់គ្រឹះដំបូងសម្រាប់ដំណើរចំណេះដឹងរបស់បងប្អូនសិស្សនៅសាលាបឋមសិក្សាថើយអាំងហួយ3ក្នុងឆ្នាំសិក្សា 2025-2026 បច្ចុប្បន្នមានសិស្ស335ប្អូនក្នុងនោះ 279 ប្អូនជាជនជាតិខ្មែរអាស្រ័យការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈទំនើបដូចជាទូរទស្សន៍ម៉ាស៊ីនបញ្ចាំងប្រព័ន្ធកុំព្យូទ័រគុណភាពបង្រៀននិងរៀនរបស់សាលាកំពុងបានលើកកម្ពស់ជាបណ្ដាម៉ោងរៀនដោយមានរូបភាពរស់រវើកនិងតាក់ទាញបានធ្វើឲ្យប្អូនៗចាប់អារម្មណ៍និងរីករាយក្នុងការមកសាលារៀនតាំងពីនោះស្មារតីសិក្សាបានបង្កើតឡើងបង្កមូលដ្ឋានគ្រឹះរឹងមាំសម្រាប់បណ្ដាថ្នាក់សិក្សាខ្ពស់ជាងទៀត thì trường tiểu học Thế Hội 3 សាលាបឋមសិក្សាថៃអង្គហយ 3 ស្ថិតក្នុងឃុំតំបន់ជនជាតិភាគតិចលំបាកជាពិសេសគឺជារៀងរាល់ឆ្នាំបងប្អូនបានជំនួយកម្រៃសិក្សាឆ្នាំ 2025 កន្លងសាលាក៏បានគណៈគ្រប់គ្រងជំនួយឲ្យបងប្អូនសិស្សម៉ាស៊ីនចម្រោះទឹកផឹកដោយតម្លៃជាង70លានដុំបច្ចុប្បន្នយើងខ្ញុំក៏កំពុងទទួលផលប្រយោជន៍ពីកម្មវិធីអប់រំឆ្នាំ 2018 ជារៀងរាល់ឆ្នាំសាលាទទួលបានឧបករណ៍សៀវភៅសិក្សាដោយថវិកាសរុបប្រហែល 300 លានដុំក្នុងមួយឆ្នាំ 300 triệu trên một năm ពីជាក់ស្ដែងឲ្យឃើញការវិនិយោគលើវិស័យអប់រំនៅតំបន់ជនជាតិភាគតិចកំពុងបានផ្សព្វផ្សាយព្រមៗគ្នាពីមូលដ្ឋានសម្ភារៈវិធីសាស្ត្របង្រៀនរហូតដល់គោលនយោបាយជំនួយនិងបរិស្ថានសិក្សាឆ្លងតាមនោះបង្កលក្ខណៈបង្រៀននិងរៀនមួយថ្ងៃកាន់តែបានកែលម្អជួយប្អូនសិស្សមានបន្ថែមឱកាសចិត្តដិតចំណេះដឹងនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយពីសាលាជនជាតិអន្តេវាសិករហូតដល់ថ្នាក់រៀនកម្រិតបឋមសិក្សាដំណើរអប់រំកំពុងបានបន្តពង្រីកដោយយកចិត្តទុកដាក់និងការទទួលខុសត្រូវបណ្ដាក្របពូជនៃចំណេះដឹងថ្ងៃនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍស្ថិរភាពក្នុងពេលអនាគត